ចៅហ្វាយឲ្យទៅឲ្យឆ្ងាយទៅយើងមកដល់ហើយលែងមានការកែច្នៃឡើងវិញទៀតហើយចូលទៅឲ្យឆ្ងាយទៅខ្ញុំមិននៅទីនេះដើម្បីប្រមូលសម្រាមទេតើអ្នកទិញវត្ថុបុរាណទេមិនសមហេតុសំផលទេព្រះបន្លាពិតរបស់យើងគឺ100ហាងលក់របស់ចាស់លក់របស់បុរាណអាជីវកម្មរបស់អ្នកគ្រាន់តែប្រមូលដែកអេតចាយប៉ុណ្ណោះតើអ្នកកំពុងសួរអំពីអ្វីកុំខ្ជិះខ្ជាយពេលវេលារបស់ខ្ញុំត្រូវទៅគេងឲ្យបានលឿនខ្ញុំបាននិយាយថាខ្ញុំមិនទទួលយកវាទេខ្ញុំលក់ដែកអេតចាយរបស់ខ្ញុំមុនគេនៅពេលព្រឹកតើមានសម្លេងអ្វីខ្លះអំពីខ្ញុំដែលជាអ្នកប្រមូលសម្រាមពួកគេគ្រាន់តែដេញគាត់ចេញហើយមិនបានប្រមូលសម្រាប់ទេចៅហ្វាយខ្ញុំមកនេះដើម្បីលក់វត្ថុបុរាណតាមពិតទៅនេះត្រូវបានផ្ញើទៅខេកប្រអប់ផ្កាដ៏រីករាយនៅតែត្រូវបានរក្សាទុកវាពេញលេញណាស់វាពិតជាស្នាដៃដ៏អស្ចារ្យមួយនេះគំរមានណាស់ប្រអប់បុរាណដ៏មានតម្លៃនិងរុងរឿងពីរាជវង្សឈិងតើខ្ញុំគួរនិយាយជាមួយភ្ញៀវដោយរបៀបណាប្រញាប់ឡើងហើយទៅខាងក្រោយទៅបុរសម្នាក់នេះយុវជនឲ្យកំណប់ទ្រព្យទាំងពីរនេះរបស់អ្នកខ្ញុំសុខចិត្តទិញវាក្នុងតម្លៃខ្ពស់មិនអីទេចៅហ្វាយរបស់យើងចាំមើលថាតើពួកគេអាចផ្ដល់ជូនខ្ញុំប៉ុន្មានជាមុនសិនប្រអប់កាឡាពណ៌និងលេងសាច់នេះខ្សែមាសស្រឡងនិងការការពារថាមវុនវាពិតជាគួរឲ្យកត់សម្គាល់ណាស់ដែលវាត្រូវបានរក្សាទុកក្នុងស្ថានភាពល្អបែបនេះផលិតផលពិតដ៏កម្រមានតម្លៃរកចំណូលវាហាក់ដូចជាសុភាពបុរសចំណាស់ម្នាក់នេះមានទ្រព្យ3លាននោះជាការប៉ាន់ស្មានជាក់ស្ដែងណាស់ហើយអនុវត្តដូចគ្នាចំពោះទស្សនវិស័យទាំងនេះគឺជាកពីរាជវង្សឈិងកំណប់ទ្រព្យដ៏រុងរឿងងាយជារាជការនេះវាត្រូវបានផ្លាស់ប្ដូរទៅជាទង់ដែងក្នុងរយៈពេលតែ1ខែប៉ុណ្ណោះទម្ងន់10តាគឺកម្រមានណាស់អូនេះពិតជាល្អបំផុតខ្ញុំសុខចិត្តចំណាយ5លានសម្រាប់រឿងនេះតើអ្នកគិតយ៉ាងណាចំពោះចំនួនសរុប8លានតាមពិតទៅគាត់បានប្រៀបធៀបកាក់ដែលនៅសេសសល់ទៅនឹងចំនួនទឹកប្រាក់ដែលប្រមូលបានគឺច្រើនជាងតម្លៃដែលផ្ដល់ដោយថៅកែនៃវ៉ាន់ឆេងតើឆេងជាវហាក់ដូចជាយុវជនម្នាក់នេះក្មេងប្រុសនេះពិតជាពូកែខាងសរសើរមែនពិតជាមនុស្សម្នាក់មែនរូបរាងខាងក្រៅអាចបោកបញ្ឆោតបានមនុស្សដែលមានសក្តានុពលខ្ញុំត្រូវរកវិធីដើម្បីទទួលបានទេពកោសល្យនោះគាត់បានទទួលសិស្សមួយចំនួនតូចណាស់ពីសាលាខ្ញុំបងប្រុសឲ្យអ្នកមានចិត្តទូលាយណាស់ខ្ញុំនឹងឲ្យវាទៅអ្នកឥឡូវនេះអ្នកបានផ្ទេរប្រាក់ហើយបានរាយការណ៍ថាមានចំនួន8លានយួនដៃជេវការទិញត្រូវបានកំណត់ពេលសម្រាប់រយៈពេល05ថ្ងៃប្រាក់កម្ចីមុនពេលលក់តម្លៃនៃវត្ថុរចនាមួយដែលមានតម្លៃ10,000 យន់ការបរិច្ឆេទផលិតនៃ50,000 យន់តម្លៃ30យន់សម្រាប់ Lee Shiyan ថ្លៃសេវា1000យន់ក្នុងមួយថ្ងៃមានរឿងអ្វីកើតឡើងចំពោះ Ken Chen ប៉ាទើបតែពេលនេះមាននរណាម្នាក់បានមកហាងដោយចង់លក់ឈ្មោះនេះរួមបញ្ចូលទាំងការឆ្លាក់ឫស្សីខាងលិច Cherry សូមឲ្យខ្ញុំបង្ហាញអ្នកថាតើនេះជាការពិតឬអត់នេះឈ្មោះរបស់ខ្ញុំលីនហ្វេងខ្ញុំនៅទីនេះដើម្បីលក់បំពង់ឫស្សីបុរាណគ្រាន់តែមកពីដៃយុវជនម្នាក់នេះអ្នកមានទ្រព្យសម្បត្តិពីរយុវជនគួរតែទំនាក់ទំនងបន្ថែមទៀតតោះទំនាក់ទំនងគ្នាសួស្ដីខ្ញុំឈ្មោះស៊ូវ៉ាន់អ្នកអាចហៅខ្ញុំថាខេងខេងបានសួស្ដីចម្លាក់ឫស្សីសពថ្ងៃនេះជក់សរសេរអក្សរផ្ចង់វាមានតម្លៃ1000យន់ឫស្សីខ្លែងនេះមានដង់ស៊ីតេខ្ពស់ងាយនឹងប៉ះក្តៅនិងទន់ភ្លន់បន្ទះពណ៌ស្វាយថ្លានិងថ្លាវាច្បាស់ណាស់ថាវាជាវត្ថុពិតគុណភាពល្អណាស់ខ្ញុំនឹងបង់ប្រាក់ឥឡូវនេះទូរស័ព្ទទៅអ្នកលក់ហើយរងចាំមួយផ្លែតស៊ូលោកគ្រូជាមនុស្សស្មោះត្រង់ណាស់ខ្ញុំពិតជាមិនអាចទ្រាំមើលគាត់រងទុក្ខបានទេនេះជាការកុហកវាជាការคล้ายតើអ្នកចង់មានន័យយ៉ាងណាប្រហែលជាខ្ញុំនឹងនៅក្នុងឧស្សាហកម្មនេះរយៈពេល30ឆ្នាំវាជាច្រើនឆ្នាំមកហើយយ៉ាងហោចណាស់វាត្រូវបានគេចាត់ទុកថាអ្នកវិតម្លៃវត្ថុបុរាណដ៏ល្បីល្បាញក្នុងឧស្សាហកម្មលោកគ្រូតើរឿងនេះអាចคล้ายបានដោយរបៀបណាចៅហ្វាយយកវាចេញហើយឲ្យខ្ញុំមើលវាម្ដងទៀតមើលបន្ទះពណ៌នេះទៅវាពិតជាអស្ចារ្យណាស់ប្រសិនបើវាត្រូវបានចែកចាយស្មើគ្នាវាត្រូវបានបង្កើតឡើងដោយធម្មជាតិសាច់គួរតែផ្អែកលើការប៉ះនេះការបង្ហាញផ្សេងគ្នានៃតំបន់ប៉ះអ្នកអាចប្រាប់ខ្ញុំពីភាពខុសគ្នានៃពណ៌ពិនិត្យគែមនិងបាត់ពេញដោយប្រុងប្រយ័ត្នវានឹងត្រូវបានពូលាដោយម៉ាស៊ីនជាក់ស្ដែងស្នាមប្រេះនៅខាងក្រោយជាផលិតផលនៃបច្ចេកវិទ្យាទំនើបប៉ាស៊ីវហ្វេងនិយាយត្រូវវាពិតជាទំនើបនិងងាយស្រួលប្រើមែនខ្ញុំស្ទើរតែវិនិច្ឆ័យគាត់ខុសពេលខ្ញុំចាស់ទៅចៅហ្វាយអ្នកមានចិត្តរៀបទៀបពេកហើយបើអ្នកសួរខ្ញុំអ្នកគ្រាន់តែមិនមានកូនប្រុសទេមើលឲ្យច្បាស់ប្រសិនបើអ្នកពិនិត្យវាឲ្យកាន់តែច្បាស់មើលចុះមួយគូនេះពិតជាល្អណាស់ Raymond Lam ពិតជាល្អណាស់ខ្ញុំគ្រាន់តែចង់យកគាត់ធ្វើជាកូនជាងឥឡូវនេះហាក់ដូចជាមនុស្សតែម្នាក់គត់ខ្ញុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលមរតកដ៏មានតម្លៃជនភេងជាវិញអេជីតើយើងរៀបការហើយឬនៅមិត្តប្រុសរបស់ខ្ញុំបានរៀបការរួចហើយហេតុអ្វីត្រូវរៀបការបើគ្មានអាពាហ៍ពិពាហ៍កើតឡើងវេទិកាកូនប្រសារតើអ្នកគិតយ៉ាងណាចំពោះកូនស្រីរបស់ខ្ញុំ
កូនប្រុសខ្ញុំមិនស្អាតគ្រប់